ឆ្នាំ2025ហ្នឹងគឺខ្ញុំកត់ពីហេតុការណ៍ដែលបានកើតឡើងមួយរយៈពេលនេះគឺកត់ចំណាំទុកក្នុងខួរក្បាលហ្មងកត់ពីការឈ្លានពានរបស់ការពលិរបស់កងទ័ពយើងឆ្នាំ2025គឺជាឆ្នាំដែលខ្ញុំគិតថាខ្ញុំបានធ្វើរឿងច្រើនហើយរឿងដែលល្អៗចំពោះខ្លួនឯងចំពោះមនុស្សជុំវិញខ្លួនចំពោះគ្រួសារ goal ដែលខ្ញុំ set ក្នុងឆ្នាំ2025ហ្នឹងគឺពាក្យច្រើនគឺខ្ញុំសម្រេចបានខ្វះតែចំណុចប្រហែលចំណុចទេដែលសម្រេចអត់ទាន់បានអញ្ចឹងប៉ុន្តែស្រាប់តែចុងឆ្នាំ2025នេះគឺវាពិបាកមែនតើគឺជារឿងដែលយើងទាំងអស់គ្នាអត់ expect វាសុកវាក៏កើតឡើងហើយខ្ញុំដឹងថាឥឡូវហ្នឹងគឺបងប្អូនយើងគឺសុទ្ធតែពិបាកទោះបីជាពិបាកប៉ុណ្ណាក៏អត់ស្មើនឹងបងកងទ័ពជួមមុខហើយនឹងជនភៀសសឹកដែរតែពេលហ្នឹងគឺមិនមែនជាពេលដែលយើងត្រូវអស់សង្ឃឹមមិនជាពេលដែលយើងត្រូវទន់ជ្រាយទេវាជាពេលដែលយើងត្រូវរឹងមាំបន្តអីដែលយើងអាចធ្វើបានទៅមុខព្រោះពួកគាត់គឺបំពឹងពួកយើងហើយគឺយើងត្រូវតែ strong យើងត្រូវតែធ្វើអីដែលយើងអាចធ្វើបានជួយអីដែលយើងអាចជួយបានពេលខ្លះខ្ញុំដឹងថាអ្នកនរគ្នាមានអារម្មណ៍ថា guilty នៅពេលដែលពួកគាត់ពិបាកនៅជាយដែនពិបាកនៅកន្លែងភៀសសឹកហើយយើងអត់អាចជួយអីគាត់បានច្រើនប៉ុន្តែត្រូវដឹងថាទោះបីអ្នកនរគ្នាអត់ជួយអីគាត់បានច្រើនយ៉ាងហោចណាស់កុំបន្ថែមសម្ពាធឲ្យសង្គមអញ្ចឹងយើងធ្វើការបានគឺយើងធ្វើការយើងនៅបន្តអភិវឌ្ឍខ្លួនឯងព្រោះយើងមើលឃើញថាថ្ងៃមុខនឹងវាคล้ายទៅជាបែបណាហើយសម្រាប់អ្នកដែលគាត់មានផ្លូវចិត្តទន់ខ្សោយបើអាចអ្នកនរគ្នាកុំមើល social media ច្រើនពេកព្រោះនៅពេលដែលមើលច្រើនពេកទៅអាចធ្វើឲ្យយើងបាក់ទឹកចិត្តទន់ជ្រាយទៅតាមស្ថានភាពបច្ចុប្បន្នអញ្ចឹងអ្នកនរគ្នាដកឃ្លាបន្តិចអាចធ្វើការសមាធិឬក៏សរសេរ journal សរសេរពីអារម្មណ៍អ្នកនរគ្នាឬក៏បង្ហាញពីគំនិតរបស់អ្នកនរគ្នាចូលទៅក្នុងសភៅឬក៏กระดาษមិនចាំបាច់តតែសភៅ artist planner ក៏បានដែរឲ្យតែអ្នកនរគ្នាអាចសរសេរចេញមកគេវាគឺជាវិធីមួយដែលខ្ញុំប្រើហើយវាពិតជាមានប្រសិទ្ធភាពធ្វើឲ្យអារម្មណ៍យើងធូរស្រាលថយ stress ហើយអាចជួយបំផុសគំនិតថ្មីៗតើយើងអាចគួរតែធ្វើអ្វីថ្មីៗដើម្បីឲ្យយើងប្រសើរជាងមុនហើយខ្ញុំចង់បង្ហាញអ្នកនរគ្នាពីសភៅ artist planner គឺជា yearly plan ដែលអ្នកនរគ្នាអាចកំណត់គោលដៅជីវិតនៅក្នុងឆ្នាំ2026ហើយវាមិនត្រឹមតែជា yearly plan ទេនៅក្នុងហ្នឹងក៏យើងមានសិល្បៈគោលដៅខ្ញុំផ្ទាល់ហើយក៏មាន quote លើកទឹកចិត្តអ្នកនរគ្នានៅពេលដែលអ្នកនរគ្នាប្រើប្រាស់ក្នុងសភៅហ្នឹងក៏យើងមានបែងចែកជា goal set មានដូចជា finance education or career personal growth health relationship and self love អញ្ចឹងអ្នកនរគ្នាអាចតាមដានគោលដៅនីមួយៗប្រចាំខែហើយក៏មាន reflect back ទៅខែនីមួយៗដើម្បីឲ្យអ្នកនរគ្នាតាមដានថាតើយើងអាចធ្វើបានល្អប៉ុណ្ណាមិនត្រឹមតែប៉ុណ្ណឹងយើងក៏មាន blank page នៅខាងក្រោយដែលអ្នកនរគ្នាអាចសរសេរជា journal ប្រចាំថ្ងៃឬក៏សរសេរពីអ្វីដែលអ្នកនរគ្នាជួបផងថ្ងៃហ្នឹងក៏បាន